អ្នកទាំងអស់គ្នាថ្ងៃនេះម៉ែក្មេកមកធ្វើសឡឆាតកួនបែបស្រុកស្រែយើងម្ដងប៉ុន្តែសម្រាប់អ្នកចូលចិត្តសាច់ប្រហែលជាអត់សូវត្រូវទេព្រោះអីយើងឆាតកួនត្រឡប់ប្រេងខ្យងទៅហើយយើងធ្វើការចុចជាមួយនឹងទឹកម្រេចចឹងណាអ្នកទាំងអស់គ្នាជាដំបូងយើងធ្វើការណាតកួនរបស់យើងអ្នកទាំងអស់គ្នាចង់ហាន់ក៏បានមិនហាន់ក៏បានស្រាប់ចិត្តបងប្អូនទាំងអស់គ្នាសម្រាប់ម៉ែក្មេករបស់ខ្ញុំគាត់អត់ហាន់ទេគាត់ដាក់ទាំងមូលព្រោះអីពេលយើងហូបទៅគាត់ថាកុំឲ្យធំក្លិនកំបិតចឹងណាហ្នឹងហើយយើងពេលយើងឆាទៅសពតវាទៅវាតុនទៅវាឆ្ងាញ់ហើយវាដូចវាសរសៃមីចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយឥឡូវគាត់ធ្វើការលាងសម្អាតតកួនរបស់យើងមានដាក់ម្ទេសអមបន្តិចចឹងទៅហើយសម្រាប់អ្នកដែលចូលចិត្តបន្លែគឺត្រូវម៉ាច់តែម្ដងប៉ុន្តែបើសិនជាអ្នកចូលចិត្តសាច់គឺអត់ត្រូវទេព្រោះអីតកួនឆារបស់យើងហ្នឹងវាអត់ទំហើមជាមួយនឹងអ្នកដែលចូលចិត្តសាច់ទេគឺអ្នកចូលចិត្តបន្លែអញ្ចឹងណាឥឡូវវិធីឆារបស់យើងធ្វើការដាក់ខ្ទះឲ្យក្តៅហើយយើងចាក់ប្រេងឆាចូលទៅហ្នឹងហើយនៅពេលដែលប្រេងឆាក្តៅអ្នកទាំងអស់គ្នាធ្វើការដាក់ខ្ទឹមសចូលអញ្ចឹងណាដាក់ខ្ទឹមសចូលដើម្បីឲ្យវាឈ្ងុយណាពេលអ្នកទាំងអស់គ្នាលីងខ្ទឹមហ្នឹងលីងធ្វើម៉េចឲ្យខ្ទឹមហ្នឹងឈ្ងុយប៉ុន្តែមិនមែនទុកដល់ខ្លោចទេណាខ្ទឹមហ្នឹងយើងលីងមកល្មមឆាវាកូរចុះកូរឡើងរហូតដល់វាធំក្លិនឈ្ងុយអ្នកទាំងអស់គ្នាមើលតពណ៌ទៅវាឡើងក្រហមឆ្អិនឆ្អៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងការយើងឆាតកួនបើសិនជាយើងដាក់ខ្ទះអត់ក្តៅទេអាខ្លាញ់របស់យើងហ្នឹងក៏យើងយូរដែរហើយក៏វាអាចនឹងជាប់ខ្ទះផងដែរពេលយើងឆាអីមួយយើងធ្វើការដាក់ខ្ទះឲ្យក្តៅហើយខ្ទឹមរបស់យើងហ្នឹងក៏ដាក់ទៅក៏វាឆាប់ឆ្អិនទៅតាមនឹងដែរហើយយើងធ្វើការដាក់ប្រេងខ្យងព្រោះឲ្យយើងឆាប្រេងជាមួយនឹងប្រេងខ្យងអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយប្រេងខ្យងយើងដាក់ប្រហែលជាមួយសភាបាយដើម្បីឲ្យជាពិសេសតកួនរបស់យើងនឹងវាទន់ទៅតាមប្រេងខ្យងអញ្ចឹងណាហ្នឹងហើយយើងធ្វើការកូរវាទៅណាយើងកូរវាឲ្យវាសប់ចូលទៅបន្តិចទៅបន្ទាប់មកយើងបាច់អីយើងដាក់តកួនចូលតែម្ដងណាបងប្អូនហ្នឹងហើយអញ្ចឹងឆាតកួនរបស់យើងហ្នឹងគឺយើងដាក់តកួនចូលយើងត្រឡប់ចុះត្រឡប់ឡើងតកួនរបស់យើងហ្នឹងណាពេលយើងដាក់រៀបរយហើយយើងត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យតកួនហ្នឹងវាទន់សាច់វាទន់វាសពពសាច់ចឹងទៅហ្នឹងហើយពេលដែលយើងកូរវាចឹងទៅដើម្បីឲ្យវាចូលជាមួយខ្លាញ់របស់វាហ្នឹងវាចូលទៅក្នុងសាច់តកួនណាបងប្អូនកាលណាខ្លាញ់ប៉ះមួយតកួនចឹងទៅវាទន់សាច់តកួនហ្នឹងពេលដែលយើងហូបទៅវាទន់ហើយវាស្វិតណាវាអត់ដូចយើងគេហៅថានៅរឹងយ៉ាងឆៅអីក៏អត់ឆ្ងាញ់ដែរតកួនរបស់យើងណាអញ្ចឹងយើងធ្វើម៉េចឆាវាឲ្យទន់ឲ្យល្មមអញ្ចឹងណាហើយម៉ឺនុយមួយហ្នឹងសម្រាប់អ្នកដែលចូលចិត្តថែរៀងគឺអែមហ្មងគឺត្រូវប៉ាន់ហ្មងហើយសម្រាប់អ្នកចូលចិត្តរៀងស្អាតដោយសារអ្នកផ្ទះខ្ញុំឥឡូវរៀងឡើងគីឡូរៀងច្រើនដែរចឹងទៅក៏បថយអត់សូវហូបសាច់ប្រមាណទេឥឡូវហ្នឹងយើងធ្វើការឆាតកូនហើយតកូនរបស់យើងឆាប៉ុណ្ណឹងណាឲ្យវាសពប់ចឹងទៅយើងទុកមកសន្ទុះមកយើងកូរវាទៅដើម្បីឲ្យតកូនរបស់វាសប់થાયហើយអាមួយចំហៀងខាងនោះវាអាចនឹងមិនតន់ឆ្អិនយើងធ្វើមកឆាវាឲ្យវាជាពិសេសអាក្នុងនោះអាចនឹងវាអត់សូវប៉ះខ្លាញ់អត់សូវឆ្អិនទេអញ្ចឹងយើងធ្វើមកកូរវាឲ្យវាឆ្អិនសប់ណាសាច់តកូនរបស់យើងហើយធម្មតាពេលដែលយើងធ្វើអានេះសំខាន់ជាងគេក៏ពាក់ព័ន្ធជាមួយនឹងទឹកម្រេចផងដែរបងប្អូនអរគ្នាហ្នឹងហើយពេលដែលយើងឆាវាកាលណាឆាទៅយើងអត់មានដាក់គ្រឿងចូលទេប៉ុន្តែទឹកម្រេចដាច់ខាតធ្វើគឺត្រូវតែឆ្ងាញ់ផងដែរអញ្ចឹងណាហើយតកួនដោយសារតកួនហ្នឹងវាច្រើននិយាយទៅយើងធ្វើការដាក់2ដងអញ្ចឹងយើងដាក់ម្ដងទៀតដើម្បីឲ្យវាទន់វាស្ពាប់យើងប្រែត្រឡប់ចុះត្រឡប់ឡើងអ្នកទាំងអស់គ្នាអាចធ្វើការភ្លក់បានណាតកូនរបស់យើងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមើលទៅសង្ស័យថាវាមិនទាន់ឆ្អិនស្រួលអីយើងអាចភ្លក់សាកមើលទៅថាវាទន់អីល្មួតល្មមអីឬក៏អត់ចឹងណាសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តរៀងស្ទើរម៉មរៀងស្រួយអាហ្នឹងយើងមានវិធីផ្សេងប៉ុន្តែសម្រាប់តកូននេះគឺយើងឆាឲ្យធ្វើម៉េចឲ្យសពប់ចឹងណាឲ្យសពប់ឲ្យវាទន់ចឹងទៅហើយបន្ទាប់មកយើងធ្វើការដំខ្ទឹមអានេះដំខ្ទឹមនេះមិនមែនធ្វើអីទេបងប្អូនអរគ្នាគឺយើងធ្វើការដំខ្ទឹមដាក់ទៅក្នុងទឹកម្រេចរបស់យើងណាធម្មតាទឹកម្រេចរបស់យើងដាក់ខ្ទឹមបញ្ចូលទៅបានវាឈ្ងុយហើយយើងធ្វើការញ៉ាំខ្ទឹម
ម៉ែក្មេងគាត់យ៉ាងខ្ទឹមហ្នឹងទៅដើម្បីឲ្យខ្ទឹមហ្នឹងយ៉ាងម៉ត់បន្តិចយើងធ្វើការលាយគ្រឿងធ្វើទឹកម្រេចនេះទឹកម្រេចរបស់យើងធ្វើការដាក់ប៊ីចេងបន្តិចទៅឲ្យវាចូលជាតិចូលគ្រឿងអញ្ចឹងណាបន្តមកទៀតយើងរៀបចំធ្វើដាក់គ្រឿងចូលដាក់រ៉ូឌីអ្នកទាំងអស់គ្នាដាក់រ៉ូឌីប្រហែលជាមួយសភាកន្លះមួយសភាកាហ្វេណាបើអ្នកចូលចិត្តរាងប្រៃដាក់2សភាទៅបន្តមកទៀតយើងដាក់ម្រេចចូលម៉ែក្មេងខ្ញុំក៏ដាក់ម្រេចចូលម្រេចនេះដាក់ប្រហែលជាមួយសភាកន្លះដូចគ្នាមួយសភាកាហ្វេកន្លះហើយដាក់ទឹកត្រីបន្តិចទេអ្នកទាំងអស់គ្នាដាក់យកក្លិនទេទឹកត្រីហ្នឹងយើងគិតថាមួយសភាកាហ្វេចោះព្រោះយើងដាក់អំបិលហើយយើងខ្លាច់ប្រៃចូលបន្តមកយើងធ្វើការហាន់ក្រូចឆ្មាហើយយើងច្របាច់ចូលទៅក្នុងអាទឹកម្ហិចរបស់យើងហ្នឹងយើងធ្វើម្ហិចលាយមិញហ្នឹងយើងដាក់ចូលទៅនេះទឹកក្រូចហ្នឹងវារៀងអត់សូវឈ្ងុយដូចក្រូចខ្មែរណាបងប្អូនអ្នកទាំងគ្នាដែលចង់បានទឹករៀងឈ្ងុយក្រូចយើងដាក់ក្រូចខ្មែរហ្នឹងបានឈ្ងុយអានេះក្រូចយើងក្រូចក្រូចជាក្រូចធំហ្នឹងអញ្ចឹងវាអត់សូវឈ្ងុយហ្មងទេបើអ្នកទាំងអស់គ្នាដាក់ទឹកក្រូចខ្មែរយើងអាតិចតួចហ្នឹងឆ្ងាញ់អ្នកទាំងអស់គ្នាហើយវាឈ្ងុយជាប់មាត់អញ្ចឹងស្លរបស់យើងរៀបរយហើយនេះគឺយើងធ្វើនឹងហើយអញ្ចឹងយើងធ្វើការត្រៀមនឹងក្នុងការដួសដាក់ចានដើម្បីយកទៅពិសាហ្នឹងហើយស្លមានប៉ុណ្ណឹងសម្រាប់ចែកម្លែកដល់បងប្អូនអស់គ្នាសម្រាប់ដាក់ស្រឡាញ់រៀងចូលចិត្តហូបតកួនជាមួយជ្រលក់ទឹកម្រេចអីប៉ុណ្ណឹងគឺមកអែមហ្មងហ្នឹងហើយបើចូលចិត្តកុំភ្លេចជួយចុច like ហើយ subscribe channel ចន្ទធី Cooking ម្នាក់មួយផងបងប្អូនដើម្បីកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតអរគុណជម្រាបលាបាទ